รอมกับบ้านcaoជាប្រសាទលោកថាទេអញខំធ្វើហត់ណាអញ្ចឹងហើយបើឲ្យវិនិច្ឆ័យធម្មតាមិនកើតទេលោកដាក់បដាសាជាមួយនឹងកសាងឲ្យដាក់ពរជ័យជាមួយដាក់បដាសាជាមួយហើយបដាសាហ្នឹងទេព្រះអង្គចេះថាទេយើងទៅមើលតាមសិលាចារឹករបស់ប្រាសាទដែលមានសូមដាក់បណ្ដាសាអ្នកណាដែលបំផ្លាញប្រាសាទអ្នកណាដែលរុករានទន្ទ្រានប្រាសាទឲ្យវិញចេះឲ្យវិញចុះមកមិនចង់និយាយចំទេបណ្ដាសាហ្នឹងក៏អក្រក់អក្រៃណាស់ដែរលើករឿងឲ្យគិតទេណាមិនថាអញ្ចឹងទេប៉ុន្តែលើកឲ្យគិតយើងក៏លេខទៅ1000ឆ្នាំមុនទៅ900ឆ្នាំមុនទៅ1200ឆ្នាំមុនដូនតាយើងកាលនោះគាត់ធ្វើអីណាគាត់កសាងអីកសាងប្រាសាទហើយប្រាសាទហ្នឹងមិនមែនដូចយើងថាថ្មទុនថ្មជ្រាយទៅកាត់យកមកធ្វើអីមែនទេណាថ្មគឺថ្មហើយវារឹងហើយគ្មានគ្រឿងចាក់គ្រឿងអីទេលោកទៅកាត់ទៅឆ្កៀលតម្រំតែបានកើតប្រាសាទមួយពិបាកមើលទៅលោកជឿនអង្គញាលោកធ្វើលំវែកហ្នឹងទៅប្រើគ្រឿងចាក់ផងក្របប្រើមនុស្សផងប្រើស្អីផងនៅតែតម្រំតែបានលើថ្មម្ដុំនឹងមកតាំងនៅអញ្ចឹងបានណាចុះតែដូនតាយើងធ្វើប្រាសាទសម័យកាលនោះវាអត់មានគ្រឿងចាក់គ្រឿងអីជំនួយកម្លាំងផងលោកប្រើដោយកម្លាំងបាយកម្លាំងសេះកម្លាំងដំរីសັບសាទនៅពិបាកប៉ុណ្ណាដល់តែពិបាកអញ្ចឹងតម្រំតែបានកើតជាប្រាសាទលោកថាទេអញខំធ្វើហត់ណាអញ្ចឹងហើយបើឲ្យវិនិច្ឆ័យធម្មតាមិនកើតទេលោកដាក់បដាសាជាមួយនឹងកសាងឲ្យដាក់ពរជ័យជាមួយដាក់បដាសាជាមួយហើយបដាសាហ្នឹងទេព្រះអង្គចេះថាទេយើងទៅមើលតាមសិលាចារឹករបស់ប្រាសាទដែលមានសូមដាក់បណ្ដាសាអ្នកណាដែលបំផ្លាញប្រាសាទអ្នកណាដែលរុករានទន្ទ្រានប្រាសាទឲ្យវិញចេះឲ្យវិញចុះមកមិនចង់និយាយចំទេបណ្ដាសាហ្នឹងក៏អក្រក់អក្រៃណាស់ដែរត្រូវបាច់បងប្អូនអរគ្នាហើយនេះមិនមែនជាវីដេអូព្រះអង្គចាំនីទេសនាថ្មីណាបងប្អូនណាគឺព្រះអង្គចាំនីទេសនាតាំងពីមុនសង្គ្រាមទៀតបងប្អូនណាអញ្ចឹងអ្វីក៏ដោយវាមានហេតុវាមានផលរាល់ការគ្រោះរំជួយដីណាគ្រោះទឹកជំនន់នៅក្នុងប្រទេសសៀមគឺវាមានហេតុមានផលដោយព្រះអង្គចាំនីបកស្រាយមកអញ្ចឹងដូនតាតម្រាំបានសាងសង់ប្រាសាទមួយចំណាយពេលរាប់រយឆ្នាំណាទាំងពិបាកទាំងប្រើទាំងមនុស្សទាំងប្រើទាំងសត្វក្នុងការអុសថ្មទាំងអស់ហ្នឹងមិនមែនដូចគេថាថ្មពីមុនជាថ្មជ្រាយទុកយូរទៅវាអាចជារឹងអត់ទេនេះគឺជាញើសឈាមសុកបងប្អូនអរគ្នាណាហើយយើងដឹងថាចំនួនដែលលះបង់ក្នុងការសាងសង់ប្រាសាទពលរដ្ឋមានគ្រោះថ្នាក់អ្វីខ្លះគ្រប់ប្រាសាទមិនដឹងថាមានគ្រោះថ្នាក់អ្វីខ្លះមិនដឹងថាបាត់បង់ជីវិតប្រមាណអ្នកក្នុងការបានឈរជើងប្រាសាទនីមួយទាំងប្រាសាទអង្គរវត្តទាំងប្រាសាទព្រះវិហារហើយមកមកនេះមិនញើសឈាមកម្លាំងការហត់នឿយណាការអត់ធ្មត់បានបង្កើតបានជាសំណង់ដ៏មហិមាដ៏អស្ចារ្យដែលខ្ញុំតែងតែចែកម្លែកបងប្អូនកន្លងមកហ្នឹងណាមិនមែនចេះតែកើតមកឯងបងប្អូនគឺការខំប្រឹងសុទ្ធសាធញើសឈាមដូនតាសុទ្ធសាធអញ្ចឹងបើសិនជាការឈឺចាប់ទាំងអស់ហ្នឹងការខិតខំទាំងអស់ហ្នឹងវាត្រូវបានបំផ្លាញងាយវាមិនអាចទៅរួចបងប្អូនអញ្ចឹងដូចព្រះអង្គចាំនីបានមានសង្ឃដីកាមុនហ្នឹងអញ្ចឹងគឺ